Lolo so sedaiในរបស់គ្នាបែកគ្នាយូរនឹក admin ដែរឬទេហើយថ្ងៃនេះផងដែរយើងមកបន្តសាច់រឿងចាស់របស់យើងនឹងបន្តទៀតដែលគឺជារឿងនិទានរបស់យើងនឹងឯងហើយ admin ពិតជាសុំទោសទៅកាន់អ្នកខ្លះទាំងអស់គ្នាខ្លាំងយកតែមែនតែនមកនៅក្នុងការយឺតយ៉ាវនៅក្នុងការធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាអញ្ចឹងណាដោយសារតែ channel ហ៊ុនម៉ាន់វ៉ានឹងវាមានបញ្ហាបន្តិចបន្តួចដោយសារតែដាក់ស្នើវាមិនឲ្យស្នើនោះទេវាឲ្យចាំ24ម៉ោងក៏ប៉ុន្តែចាំ3ថ្ងៃហើយក៏ប៉ុន្តែវាមិនទាន់ឲ្យស្នើទៅទៀតហើយតោះកុំឲ្យខាតពេលវេលាយូរយើងទៅចូលនៅសាច់រឿងរបស់យើងតែម្ដងទៅចូលមកដល់សាច់រឿងរបស់យើងរំលឹកពីវីដេអូមុនក្រោយពេលដែលតួថ្ងៃរបស់យើងគេចាត់ការទៅកាន់បរិសុទ្ធចំណាស់ម្នាក់នោះឬក៏បិសាចចំណាស់ម្នាក់នោះហើយពេលនោះអធិរាជស្រីឬក៏ប្រពន្ធរបស់តួថ្ងៃរបស់យើងក៏បានបញ្ចេញនៅគុជអ្វីមួយយ៉ាងឲ្យទៅកាន់តួថ្ងៃរបស់យើងក៏ដូចជាប្រាប់ទៅកាន់តួថ្ងៃរបស់យើងឲ្យព្យាយាមនៅក្នុងការវឹកហាត់ក៏ប៉ុន្តែកុំខំប្រឹងខ្លាំងពេកខ្លាចនឹងនាងមិនបានថែទាំហើយគ្រាន់តែលើនៅពាក្យសម្ដីដ៏បារម្ភរបស់ប្រពន្ធគេភ្លាមពេលនោះនាងធានគេក៏មាននៅកម្លាំងចិត្តពេញព្រឺហ្មងហើយគេក៏បាននិយាយថាអូខេប្រពន្ធសំឡាញ់ហើយបន្តមកពេលនោះផងដែរនាងធានរបស់យើងគេក៏បានសួរទៅកាន់ភរិយាឬក៏ប្រពន្ធរបស់គេថាភរិយាឥឡូវនេះយើងបានសម្លាប់ទៅកាន់បិសាចឋានសួគ៌ហើយតើនេះវាមិនរាប់ជាការបោកបញ្ឆោតរបស់បុព្វបុរសរបស់ពួកយើងទេមែនទេហើយគ្រាន់តែលើបាននឹងភ្លាមពេលនោះផងដែរអធិរាជនាងក៏បានប្រើប្រាស់នៅធម្មពលរបស់នាងនឹងវាយប្រហារទៅកាន់ជញ្ជាំងមួយហើយនាងនឹងក៏បាននិយាយតបទៅកាន់តួថ្ងៃរបស់យើងថាបុរសម្នាក់នោះគេបានបោកបញ្ឆោតទៅកាន់អ្នកដឹកនាំគ្រប់ជំនាន់នៃនិកាយអរិយឬក៏បិសាចឋានសួគ៌របស់ពួកយើងដើម្បីតែផលប្រយោជន៍រួមអស់ច្រឡំផលប្រយោជន៍ផ្ទាល់ខ្លួនហើយចំពោះបរិសុទ្ធចំណាស់ម្នាក់នឹងផងដែរគេពិតជាមិនសាសនជាមួយនឹងសមាជិកនៃនិកាយបិសាចឋានសួគ៌របស់ពួកយើងនោះទេហើយបន្តមកពេលនោះផងដែរនាងក៏បានដកនៅធម្មពលរបស់នាងចេញហើយនាងនឹងក៏បានកើតថាក៏ប៉ុន្តែខ្ញុំមិនបានរំពឹងទុកទេថាគម្ពីរមួយនោះត្រូវបានគេបោកបញ្ឆោតបែបហ្នឹងហើយប្រសិនបើជាគ្មាននៅគម្ពីរណែនាំខ្លាយទៅជាព្រះនោះទេនោះខ្ញុំនឹងមិនមានសមត្ថភាពនៅក្នុងការបំបែកចូលទៅកាន់កម្រិតព្រះនោះទេហើយចំពោះអ្វីដែលពិសេសជាងនេះទៅទៀតគឺប្រសិនបើជានិកាយត្រឹមត្រូវទាំងអស់ពួកគេបានដឹងតើពួកយើងនឹងត្រូវធ្វើយ៉ាងណាទៅហើយបន្តពីរនឹកមួយសន្ទុះពេលនោះផងដែរអធិរាជស្រីនាងក៏បានគិតមិនថែមទៀតហើយថាមែនហើយប្រសិនបើជាពួកគេមកទីនេះយើងនឹងរារាំងពួកគេឲ្យដល់ទីបញ្ចប់តាមលទ្ធភាពដែលពួកយើងនឹងអាចធ្វើបានហើយបន្តពីកើតហើយអធិរាជស្រីនាងក៏បានដើរចាកចេញពេលនោះផងដែរស្រាប់តែតួថ្ងៃរបស់យើងគេមាននៅពន្លឺអ្វីមួយយ៉ាងចាញ់ចេះពីរាងកាយហើយគេក៏បានស្រែកសួរទៅកាន់ប្រពន្ធរបស់គេថាប្រពន្ធខ្ញុំកំពុងតែទំលាយនៅកម្រិតមែនទេនេះហើយគ្រាន់តែសម្លឹងឃើញបែរនឹងភ្លាមពេលនោះផងដែរអធិរាជស្រីឬក៏ប្រពន្ធរបស់នាងធាននឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមកហើយនាងក៏បានគិតថាបុរសម្នាក់នេះប្រៀបដូចជាព្រះអញ្ចឹងល្បឿនវឹកហាត់របស់គេលឿនជាងមនុស្សទូទៅទៅទៀតហើយបន្តមកយើងក៏បានឃើញថាអធិរាជស្រីរបស់យើងនាងក៏បានដើរចាកចេញព្រមទាំងនិយាយជាមួយនឹងតួថ្ងៃរបស់យើងនាងធានថាខ្ញុំចាកចេញហើយខ្ញុំនឹងទុកអ្នកនៅលាងអាកំបាំងមួយនេះហើយបើយើងមើលមកកាន់តួថ្ងៃរបស់យើងវិញយើងក៏បានឃើញថាតួថ្ងៃរបស់យើងគេពិតជាខំប្រឹងនៅក្នុងការទម្លុះនៅអាណាចក្រវឹកហាត់របស់គេខ្លាំងមែនទែនទីបំផុតពេលនោះ system របស់គេក៏បានលោតមកហើយថាសូមអបអរលោកម្ចាស់ពេលនេះអ្នកបានទម្លុះនៅអាណាចក្ររបស់អ្នករួចហើយពីអាណាចក្រនៃចម្បាំងខ្មៅផ្កាយ7ផ្កាយ8ផ្កាយ9រហូតដល់អាណាចក្រខាងវិញ្ញាណផ្កាយ1ហើយបន្តពីទម្លុះទៅដល់អាណាចក្រខាងវិញ្ញាណហើយយើងមើលទៅកាន់តួថ្ងៃរបស់យើងទៅពិតជានឿយហត់យល់តែមែនទែនហ្មងហើយគេនឹងក៏បាននិយាយម្នាក់ឯងថានៅពេលនេះខ្ញុំបានទម្លុះនៅអាណាចក្ររបស់ខ្ញុំចូលអាណាចក្រខាងវិញ្ញាណហើយក៏ប៉ុន្តែលំហូរនៃធម្មពលគឺត្រូវការខ្លាំងយល់តែមែនទែនហ្មងជាពិសេសគឺការវឹកហាត់គឺកាន់តែលំបាកហើយបន្តមកពេលនោះផងដែរនិញធានរបស់យើងគេក៏បានសច្ចាថាមិនថាមានរឿងអ្វីកើតឡើងនោះទេនាថ្ងៃអនាគតខ្ញុំនឹងរក្សានៅលំនឹងប្រទេសទាំង4របស់ខ្ញុំឲ្យបានជាមុនសិនហើយបើយើងមើលមកខាងនេះវិញយើងក៏បានឃើញនៅនិកាយស្រមោលបិសាចផងដែរដែលមើលទៅវាពិតជាអួរអាប់ខ្លាំងយល់តែមែនទែនហ្មងហើយបើយើងងាកមកខាងក្នុងសំណាវិញពេលនោះផងដែរយើងក៏បានឃើញនៅបរិសុទ្ធចំណាស់ម្នាក់ផងដែរដែលគេកំពុងតែគយគន់ទៅកាន់ព្រះចានអញ្ចឹងណាហើយយើងក៏បានឃើញនៅកូនចៅរបស់គេក៏បាននិយាយមកកាន់គេថាជំរាបសួរមេនៃនិកាយពេលនេះយន្តសាងស៊ីគឺនៅទីនេះហើយគ្រាន់តែលើបាននឹងភ្លាមពេលនោះផងដែរបរិសុទ្ធចំណាស់ម្នាក់ហ្នឹងក៏បានងាកមកនឹងបាននិយាយទៅកាន់អបិយន្តសាងស៊ីថាយន្តសាងស៊ីតើពេលនេះឯងបានទម្លុះនៅកម្រិតវឹកហាត់របស់នេះម្ដងទៀតហើយមែនទេ
ហើយពេលនោះផងដែរពេលយន្តសាំងស៊ីម្នាក់ហ្នឹងគេក៏បាននិយាយទាំងអស់លំទោនថាពិតមែនហើយស្ទើរម្នាក់នេះបានទម្លុះទៅដល់ចំណុចកំពូលនៃអាណាចក្រខាងវិញ្ញាណរួចហើយខ្ញុំខ្វះតែមួយជំហានទៀតតែប៉ុណ្ណោះនឹងឈានទៅដល់អាណាចក្រស្ដេចផែនដីហើយបន្តមកគ្រាន់តែលើបាននឹងពេលនោះផងដែរបរិចំណាស់ដែលជាមេដឹកនាំនៃនិកាយស្រមោលបិសាចម្នាក់ហ្នឹងក៏បានលើកសរសើរទៅកាន់អបិយន្តសាំងស៊ីម្នាក់ហ្នឹងហើយដែលបកគាត់បាននិយាយថាអ្នកទៅតែមានអាយុត្រឹមតែ20ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែកម្លាំងរបស់អ្នកអាចប្រៀបធៀបបានជាមួយនឹងមនុស្សចំណាស់ដែលមានវ័យ50ឆ្នាំហើយជាមួយនឹងសក្តានុពលរបស់អ្នកនិកាយរបស់ខ្ញុំជ្រើសរើសអ្នកមិនខុសនោះទេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនិកាយរបស់យើងត្រូវបានបង្ក្រាបទៅដោយនិកាយបិសាចឋានសួគ៌ហើយពួកយើងនឹងមិនអាចទៅមុខបានទៀតនោះទេហើយគាត់មានអារម្មណ៍ថាខឹងទៅកាន់និកាយបិសាចឋានសួគ៌របស់យើងខ្លាំងមែនទែនហើយបន្តមកគេក៏បាននិយាយបន្ថែមទៀតថាតាំងពីសម័យបុរាណកាលមកនឹងអរិយពួកគេតែងតែគោរពទៅកាន់អ្នកខ្លាំងហើយគ្រាន់តែលើបាននឹងពេលនោះផងដែរពេលយន្តសានសឺវាក៏បាននិយាយទៅកាន់លោកគ្រូរបស់វាថាចំពោះនិកាយបិសាចឋានសួគ៌មាននៅព្រះចៅអធិរាជដ៏មានឥទ្ធិពលម្នាក់ដែលបានដឹកនាំពួកគេអស់រយៈពេលរាប់រយឆ្នាំបាត់ទៅហើយពេលនោះផងដែរពេលមេដឹកនាំនៃនិកាយសមោលបិសាចមួយហ្នឹងគេក៏បាននិយាយថានិកាយបិសាចឋានសួគ៌ពួកគេបានដើរតាមមាគ៌ារបស់ពួកអារ្យហើយពួកគេក៏បានបណ្ដុះនៅសិល្បៈរបស់បិសាចផងដែរក៏ប៉ុន្តែជាមួយនឹងមនុស្សស្រីគឺជាមនុស្សដែលមានភាពទន់ខ្សោយគឺជាមនុស្សដែលមានចិត្តទន់តើនាងអាចគ្រប់គ្រងឬក៏ដឹកនាំទៅកាន់និកាយបានដោយរបៀបណាទៅហើយមើលទៅគេទៅពិតជាមានកំហឹងខ្លាំងយកទៅមែនទែនមកនឹងបាននិយាយបន្ថែមទៀតហើយថាអ្នកដឹកនាំនៅក្នុងផ្លូវអរិយត្រូវតែជានិកាយស្រមោលបិសាចរបស់ពួកយើងដែលមាននៅមេដឹកនាំគឺជាមនុស្សប្រុសហើយបន្តពីនិយាយរួចពេលនៅផងដែរបរិចំណាស់ម្នាក់ហ្នឹងគេក៏បានទម្លាក់ដៃរបស់គេដាក់ទៅលើស្មារបស់គុណសិស្សរបស់គេនឹងបាននិយាយទៅកាន់អបិសានស៊ីថាសានស៊ីយ៉ា3ថ្ងៃទៀតនិកាយបិសាចឋានសួគ៌ពួកគេបានធ្វើនៅការប្រកួតមួយហើយអ្នកក៏ទៅទីនោះក្នុងនាងគឺជាអ្នកតំណាងឲ្យនិកាយរបស់យើងផងដែរហើយខ្ញុំសង្ឃឹមថាវត្តមានរបស់អ្នកនឹងលើកដង្កើងទៅកាន់និកាយរបស់យើងឲ្យកាន់តែខ្ពស់ហើយពួកគេពិតជានិយាយគ្នាច្រើនយកទៅមែនទែនហ្មង admin ពិតជាមិនអាចបរិយាយបាននោះទេព្រោះតែខ្លាចអ្នកទាំងអស់គ្នាធុញអញ្ចឹងណាដោយសារតែនិយាយច្រើនពេកដូច្នេះយើងកាត់ខ្លះទៅហើយបើយើងកម្មវិធីនេះវិញយើងក៏បានឃើញថាតួថ្ងៃរបស់យើងគេក៏បានចាចេញអំពីកន្លែងដែលគេនឹងបានទម្លុះនៅគម្រើកបរិហាររបស់គេហើយគេនឹងក៏បានដើរនិយាយថាខ្ញុំពិតជាមានសំណាងខ្លាំងមែនទែននៅពេលនោះដែលបិសាចឋានសួគ៌នឹងគេស្ថិតនៅក្នុងសភាពជាវិញ្ញាណតែប៉ុណ្ណោះហើយនៅពេលដែលបរិចំណាស់ម្នាក់នោះចូលនៅក្នុងខ្លួនរបស់ខ្ញុំគេក៏ត្រូវបានរៀបរៀងដោយរន្ទះឋានសួគ៌ដែលមាននៅក្នុងខ្លួនរបស់ខ្ញុំផងដែរកុំអីខ្ញុំបានស្លាប់ដោយស្នាដៃរបស់គេហើយបន្តមកគេក៏បានឈប់ដើរបន្តិចនិងបាននិយាយថាតាមដែលខ្ញុំបានឮនឹងកម្លាំងចម្រុះពួកគេបានប្រយុទ្ធគ្នាឥតឈប់ឈរហើយបន្តមកគេក៏បានដកនគយមួយនោះចេញមកនិងបាននិយាយផងដែរថានាងបាននិយាយត្រូវពិតមែនវាគ្មាននរណាម្នាក់មកជួយខ្ញុំរាល់ពេលដែលខ្ញុំនឹងជួបគ្រោះថ្នាក់ធំធ្ងន់នោះទេហើយបន្តមកភ្លាមនោះផងដែរ System វាក៏បានលោតមកថាម្ចាស់ផ្ទះពេលរាត្រីដ៏ពេញបរមីវាគឺជាពេលវេលាដ៏ល្អនៅក្នុងការដាំដុះនិងចម្រើននៅកម្លាំងធាតុរបស់អ្នកហើយគ្រាន់តែលើបាននឹងនិញធានគេមានទឹកមាត់សម្រាប់លេបហើយគេនឹងក៏បាននិយាយថាខ្ញុំនឹងតស៊ូនៅក្នុងការបង្កើននៅកម្រិតផ្កាយនៅក្នុងអាណាចក្រខាងវិញ្ញាណរបស់ខ្ញុំនឹងឲ្យឈានទៅដល់កម្រិតកំពូលហើយបន្តមកយើងក៏បានឃើញថានិញធានរបស់យើងគេក៏បានតាំងសមាធិនៅកន្លែងឬក៏នៅលើកូនភ្នំមួយអញ្ចឹងណានៅទួលខ្ពស់និយាយទៅហើយពេលនោះផងដែរយើងក៏បានឃើញថាសិស្សគុណគ្រូគ្នាក៏បានមកដល់ទីនេះផងដែរហើយពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលបានជួបទៅកាន់បុព្វបុរសរបស់ពួកគេដែលជានិញធានរបស់យើងនឹងឯងហើយគ្រាន់តែឃើញបែបហ្នឹងយើងបានមើលឃើញទៅកាន់នារីពិតជាចាប់ចិត្តទៅកាន់តួថ្ងៃរបស់យើងខ្លាំងយូរទៅមែនទែនហ្មងហើយពួកគេខ្លះហ្នឹងក៏បាននិយាយថានៅរាត្រីពេញបរមីគាត់បែរជាមកតាំងសមាធិនៅក្នុងការដាំដុះនៅទីនេះទៅវិញដែលវាជំនួសឲ្យការរីករាយពេញមួយរាត្រីជាមួយនឹងអធិរាជគាត់ពិតជាអស្ចារ្យខ្លាំងយូរទៅមែនទែនហ្មងគាត់ពិតជាជំនះនៅរាល់ការលំបាកជាច្រើនហើយចំពោះកញ្ញាដែលមានបឹមនៅខាងក្រោមហ្នឹងនាងក៏បាននិយាយថាគាត់ពិតជាសង្ហាខ្លាំងយកទៅមែនទែនហ្មង
ហើយបើយើងមើលទៅកាន់បរិះដែលនៅទីនោះវិញពួកគេមិនមែនចំណាយជាមួយនឹងតួថ្ងៃរបស់យើងនោះទេដែលពួកគេក៏បានដាក់គោលអង្គុយដើរធ្វើត្រាប់តាមតួថ្ងៃរបស់យើងនឹងឯងដោយសារតែពួកគេនឹងឃើញតួថ្ងៃរបស់យើងកំពុងតែវឹកហាត់ដូច្នេះពួកគេត្រូវតែវឹកហាត់ទាំងអស់គ្នាដើម្បីតាមទាន់ទៅកាន់បុព្វបុរសហើយបើយើងងាកមកកន្លែងតួថ្ងៃរបស់យើងវិញពេលនោះផងដែរក៏សំណាងអ្វី System វាក៏បានលោតមកថាអ្នកបានធ្វើឲ្យកូនសិស្សដែលនៅទីនេះមានការភ្ញាក់ផ្អើលហើយជំរុញឲ្យពួកគេនឹងនាំគ្នានៅក្នុងការបណ្ដុះនូវការវឹកហាត់ហើយចំពោះរង្វាន់ដែលអ្នកទទួលបាននឹងគឺជាការពង្លឿននៅការស្រោចយកនៅអាបនៃព្រះច័ន្ទពេញបរមីនឹងចំនួន10ដងវាពិតជាលឿនយកតែមែនទែនមកឬក៏ស្រោចយកនៅធម្មពលអីចឹងណាហើយគ្រាន់តែបាននឹងព្រាមតួថ្ងៃរបស់យើងគេពិតជាឆ្ងល់ខ្លាំងយកតែមែនទែនមកគេមិនបានធ្វើអ្វីឲ្យអ្នកទាំងអស់គ្នានឹងភ្ញាក់ផ្អើលអីផងហ្នឹងហើយទោះបីជាយ៉ាងណាក៏ដោយតួថ្ងៃរបស់យើងគេមិនខ្វល់នោះទេគេក៏បានស្រ័យបន្តិចនឹងបាននិយាយថាចាប់ផ្ដើមនៅការស្រោចយកនៅធម្មពលពន្លឺព្រះច័ន្ទហើយបន្ទាប់ពីស្រ័យ70-80ម៉ោងមកពេលនៅប៉ុណ្ណេះលបង System របស់តួថ្ងៃរបស់យើងក៏បានចេញមកគឺដំណើរការនៃការស្រោចយកនៅធម្មពលពន្លឺព្រះច័ន្ទហ្នឹងគឺកំពុងតែចាប់ផ្ដើមហើយពេលហ្នឹងយើងក៏បានឃើញថាលំហូរនៃធម្មពលជាច្រើនឬក៏លំហូរនៃធម្មពលព្រះច័ន្ទហ្នឹងក៏បានជ្រាបចូលទៅកាន់រាងកាយរបស់តួថ្ងៃរបស់យើងបើជាច្រើនយកតែមែនទែនមកយើងមើលហើយក៏បានដឹងហើយគ្រាន់តែគេបាននឹងភ្លៀងក៏បានធ្វើឲ្យសិស្សកូនដែលនៅទីនោះបើជាមានការភ្ញាក់ផ្អើលជាមួយនឹងតួថ្ងៃរបស់យើងខ្លាំងយកទៅមែនទែនមកហើយអ្នកខ្លះហ្នឹងក៏បានស្រែកឡើងថាមើលនោះសំបីតែធម្មពលនៃព្រះច័ន្ទក៏បានស្រូបចូលទៅកាន់រាងកាយរបស់បុព្វបុរសផងដែរហើយអ្នកខ្លះហ្នឹងក៏បានស្រែកឡើងថាបុព្វបុរសរបស់ពួកយើងសាសងគឺជាព្រះដ៏ទេវភាពខ្លាំងពិតមែនហើយភ្លាមនោះផងដែរយើងក៏បានឃើញនៅព្រឹទ្ធាចារ្យម្នាក់ផងដែរដែលគាត់ក៏បានមកទីនេះហើយក៏បានសួរទៅកាន់សិស្សគុណគ្រប់គ្នាថាតើពួកឯងមកទីនេះធ្វើអ្វីនៅកណ្ដាលរាត្រីបែបនេះហើយលឺបែបហ្នឹងកញ្ញាអាវក្រហមនាងក៏បាននិយាយមកកាន់ព្រឹទ្ធាចារ្យម្នាក់ហ្នឹងថាព្រឹទ្ធាចារ្យសូមអ្នកបន្ថយនូវសំឡេងរបស់អ្នកបន្តិចសិនទៅកុំឲ្យរំខានទៅដល់ការដាំដុះរបស់បុព្វបុរសហើយគ្រាន់តែលឺបែបហ្នឹងពេលនោះផងដែរព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏បាននិយាយថាបុព្វបុរសហើយពេលនោះផងដែរព្រឹទ្ធាចារ្យគាត់ពិតជាមានការភ្ញាក់ផ្អើលយកតែមែនទែនមកដោយសារតែគាត់ដឹងថាតួថ្ងៃរបស់យើងមិនអាចដាំដុះបានពេលនេះគាត់ពិតជាមានការស្រឡាំងកាំងនិងបានស្រ័យឡើងថាស្អីគេភ្នែករបស់ខ្ញុំកំពុងតែមើលខំមែនទេតើបុព្វបុរសរបស់យើងមានការដាំដុះដែរមែនទេហើយដោយសារតែព្រឹទ្ធាចារ្យនឹងរំខានខ្លាំងពេកពេលនោះផងដែរសិស្សគុណម្នាក់ក៏បានឲ្យព្រឹទ្ធាចារ្យនឹងស្ងាត់មាត់បន្តិចហើយមើលទៅកាន់បុព្វបុរសរបស់ពួកយើងទៅហើយបើយើងងាកមកកន្លែងទិញធានរបស់យើងវិញពេលនោះផងដែរលំហូរនៃធម្មពលនៃការស្រោចធម្មពលពន្លឺព្រះច័ន្ទនឹងកាន់តែខ្លាំងឡើងហើយគេក៏បានដកនៅគុជមួយនោះឡើងមកហើយបន្តវឹកហាត់រហូតរយៈពេល80ម៉ោងហើយពេលនោះ System វាក៏បានលោតមកថាសូមអបអរម្ចាស់ផ្ទះពេលនេះអ្នកបានទម្លុះចូលអាណាចក្រខាងវិញ្ញាណផ្កាយ2បាត់ហើយនិយាយរួមទៅថ្ងៃរបស់យើងវឹកហាត់តែមួយផ្លេតទម្លុះមួយផ្កាយឯណាហើយគ្រាន់តែបាននឹងភ្លាមទួថ្ងៃរបស់យើងគេពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគេក៏បាននិយាយថាវាពិតជាមិនអាក្រក់នោះទេបើសិនមកជាខ្ញុំប្រឹងនៅបន្តវឹកហាត់ទៀតនោះខ្ញុំនឹងអាចឈានជើងចូលទៅកាន់អាណាចក្រផែនដីឬក៏អាណាចក្រស្ដេចផែនដីនឹងនៅក្នុងរយៈពេល2ខែទៀតហើយគ្រាន់តែលើបែរនឹងព្រឹទ្ធាចារ្យគាត់ក៏បាននិយាយថាវាមិនអាចទៅរួចនោះទេដើម្បីឈានជើងចូលអាណាចក្រផែនដីនឹងត្រូវចំណាយពេលរហូតដល់2ឆ្នាំឯណោះហើយភ្លាមនោះផងដែរអ្នកគុណនិយមម្នាក់ក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាអ្នកគ្រប់គ្នាមើលទៅកាន់អាយកោទៅកំពុងតែធ្វើអ្វីទៀតហើយបើយើងងាកមកកន្លែងតួថ្ងៃរបស់យើងវិញយើងក៏បានឃើញថាលំហូរនៃធម្មពលនឹងកាន់តែខ្លាំងឡើងហើយមិនត្រឹមតែឃើញតែតួថ្ងៃរបស់យើងទេពេលនោះនៃធានគេក៏បានបញ្ចេញនៅដួងវិញ្ញាណដ៏សែនធំរបស់គេបានជួយស្រោចយកនៅធម្មពលមួយនឹងផងដែរមើលទៅវាពិតជាកំណាចក៏ដូចជាអស្ចារ្យខ្លាំងយកតែមែនទែនហ្មងហើយភ្លាមនោះផងដែរលបង System វាក៏បានលោតមកថាអ្នកបានធ្វើឲ្យសិស្សកូនគ្រប់គ្នាមានការភ្ញាក់ផ្អើលម្ដងទៀតដូច្នេះរង្វាន់របស់អ្នកគឺជាការបណ្ដុះនៅជំនឿហើយអត់មានអត់ដឹងថាជាអ្វីនោះទេហើយមិនចាំយូរនោះទេតួថ្ងៃរបស់យើងគេក៏បានស្រែកឡើងថាបច្ចេកទេសបណ្ដុះនៅធម្មពលនៃជំនឿហើយភ្លាមនោះផងដែរយើងក៏បានឃើញថាសិស្សកូនគ្រប់គ្នាពួកគេក៏បានតាំងសមាធិតាមទៅកាន់តួថ្ងៃរបស់យើងគ្រប់គ្នាមកលើកលែងតែព្រឹទ្ធាចារ្យម្នាក់នោះហើយតួថ្ងៃរបស់យើងឃើញបែបហ្នឹងគេក៏បានគិតថាប្រសិនបើជាព្រឹទ្ធាចារ្យម្នាក់ហ្នឹងគាត់ធ្វើតាមខ្ញុំឬក៏សមាធិតាមខ្ញុំនៅខ្ញុំនឹងទទួលបាននៅធម្មពលកាន់តែច្រើនឡើងហើយពេល
នោះមិនបង្អែបបង្អន់យូរនោះទេនេញធានគេក៏បានចុះមកយ៉ាងលឿនម៉ងមើលទៅកាន់រាងកាយរបស់គេធ្វើឲ្យសិស្សគុននៅទីនោះបើជាមានការស្រឡាញ់ជាមួយនឹងតួថ្ងៃរបស់យើងខ្លាំងយកទៅមែនទេហ្មងហើយលបឿនរបស់នេញធានពិតជាលឿនយកទៅមែនទេហ្មងហើយពេលនោះគេក៏បានមកដល់កន្លែងព្រឹត្តិការណ៍ម្នាក់ហ្នឹងក៏បានធ្វើឲ្យព្រឹត្តិការណ៍ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងលបឿនរបស់តួថ្ងៃរបស់យើងហើយពេលនោះផងដែរនេញធានគេក៏បាននិយាយទៅកាន់ព្រឹត្តិការណ៍ម្នាក់នឹងថាព្រឹត្តិការណ៍ខ្ញុំបានឃើញព្រះច័ន្ទកំពុងតែពេញបរមីហើយធម្មពលវាក៏ក្រាស់ក្រែលផងដែរហើយហេតុអ្វីបានជាពួកយើងនឹងមិនវឹកហាត់ក៏ដូចជាតាំងសមាធិរួមគ្នាទៅប្រហែលជាពួកយើងនឹងបាននៅផលចំណេញរួមគ្នាក៏ដូចជាច្រើនផងដែរហើយពេលនោះផងដែរព្រឹត្តិការណ៍ម្នាក់នឹងក៏បានប្រកែកយ៉ាងលឿននឹងបាននិយាយថាមិនចាំបាច់នោះទេខ្ញុំក៏មាននៅកម្លាំងរបស់ខ្ញុំផងដែរហើយពេលនោះផងដែរសិស្សគុនគ្រប់គ្នាក៏បានកាន់ជើងទៅកាន់តួថ្ងៃរបស់យើងហើយពួកគេក៏បានស្រែកឡើងថាមែនហើយព្រឹត្តិការណ៍ខ្ញុំទទួលបានធម្មពលច្រើនខ្លាំងយកទៅមែនទេហ្មងហើយពេលនោះកញ្ញាម្នាក់ក៏បានស្រែកឡើងហើយថាមែនហើយគាត់ពិតជានិយាយត្រូវហើយគ្រាន់តែលើបាននឹងភ្លាមខ្ញុំមើលទៅកាន់ព្រឹត្តិការណ៍ម្នាក់នឹងទៅពិតជាមានការស្រឡាញ់កាំងយកទៅមែនទេហ្មងហើយគាត់នឹងក៏បានកើតថាតើពួកគេទទួលបានសំណាងអ្វីខ្លះទៅហើយមិនត្រឹមតែជាការដាំដុះបែបសមូហភាពនោះទេវាក៏ជាការប្រមូលផ្លូវនៅក្នុងការដាំដុះផងដែរវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយពេលនោះផងដែរព្រឹត្តិការណ៍គាត់ក៏បានសម្រេចចិត្តហើយគាត់ក៏បានធ្វើជាក្អកបន្តិចនឹងបាននិយាយទៅកាន់និញធានរបស់យើងថាចាប់តាំងពីបុព្វបុរសបានអញ្ជើញខ្ញុំដោយសេចក្តីសប្បុរសហើយខ្ញុំមិនអាចបដិសេធបាននោះទេហើយមិនចាំយូរនោះទេព្រឹត្តិការណ៍ក៏បានដាក់គូរបស់គាត់នឹងអង្គុយតាំងសមាធិហើយតួថ្ងៃរបស់យើងពិតជាសប្បាយចិត្តយកទៅមែនទេហ្មងហើយអង្គុយតាំងសមាធិនឹងពេលនោះព្រឹត្តិការណ៍ម្នាក់នឹងក៏ពិតជាមានការឆ្ងល់យកទៅមែនទេហ្មងហើយគាត់នឹងក៏បានកើតថាហើយអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថាមានអ្វីពិសេសអញ្ចឹងហើយគ្រាន់តែឃើញបាននឹងភ្លាមពេលនោះផងដែរសិស្សគុនគ្រប់គ្នាក៏បានមកនិយាយជាមួយនឹងព្រឹត្តិការណ៍ម្នាក់នឹងហើយថាព្រឹត្តិការណ៍មុនដំបូងនេះត្រូវតែស្រែកឡើងថាបុព្វបុរសគឺជាមនុស្សម្នាក់ដែលគួរឲ្យសរសើរបំផុតជាលើដំបូងហើយគ្រាន់តែលើបាននឹងព្រឹត្តិការណ៍គាត់ពិតជាមានការភ្ញាក់ផ្អើលនឹងបាននិយាយថាក្នុងនាមខ្ញុំគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យខ្ញុំមិនអាចនិយាយនៅពាក្យដ៏អាម៉ាស់បែបនេះបាននោះទេហើយដោយសារតែសិស្សពួកគេទទួលខ្លាំងពេកពេលនោះព្រឹត្តិការណ៍គាត់ក៏បានដាច់ចិត្តហើយគាត់ក៏បានស្រែកឡើងយ៉ាងខ្លាំងថាបុព្វបុរសរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែលគួរឲ្យសរសើរបំផុតហើយពេលនោះផងដែរភ្លាមយើងក៏បានឃើញនៅលំហនៃធម្មពលក៏បានធ្លាក់មកពីលើមេឃវាពិតជាសន្ធោសន្ធៅយកទៅមែនទែនមកធ្លាក់មកកន្លែងព្រឹត្តិការណ៍ម្នាក់ហ្នឹងធ្វើឲ្យគាត់ស្រែកយកទៅមែនទែនមកនឹងបានស្រែកឡើងថាធម្មពលវាពិតជាបានចូលទៅក្នុងខ្លួនរបស់ខ្ញុំពិតមែនបុព្វបុរសពិតជាអស្ចារ្យខ្លាំងបំផុតហើយបើយើងមើលមកកន្លែងតួថ្ងៃរបស់យើងវិញធម្មពលក៏មិនណយនោះដែរហើយគេនឹងក៏បានកើតថាវាពិតជាមិនអន់នោះទេជាមួយនឹងធម្មពលនៃព្រះច័ន្ទហើយជាមួយនឹងគុជនៃធម្មពលមួយនេះលាយឡំជាមួយនឹងធម្មពលនៃជំនឿវាពិតជាមានឥទ្ធិពលដ៏ធំធេងខ្លាំងយកទៅមែនទែនហ្មងហើយបើយើងងាកមករកព្រឹត្តិការណ៍វិញពេលនោះយើងក៏បានឃើញថាគាត់បានកែប្រែ360ដឺក្រេហើយគាត់ក៏បាននិយាយថាជាមួយនឹងបុព្វបុរសនៅទីនេះឋានសួគ៌ពិតជាប្រទានពរដល់និកាយរបស់ពួកយើងមែនហើយបើយើងកាន់មកក្នុងវិមាននៃនិកាយបេសាយឋានសួគ៌យើងក៏បានឃើញអធិរាជស្រីនៅទីនោះផងដែរដែលនាងពិតជាស្រស់ស្អាតយកទៅមែនទែនហ្មងមើលទៅកាន់បឹមទៅវាពិតជាធំអីចឹងណាហើយពេលនោះយើងក៏បានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យក៏បានមកទីនេះផងដែរហើយគាត់ក៏បានសូមទោសទៅកាន់អធិរាជស្រីនឹងបាននិយាយថាខ្ញុំពិតជាសូមទោសទៅកាន់អធិរាជខ្លាំងមែនទែនដែលខ្ញុំមកយឺតហើយពេលនោះផងដែរអធិរាជរបស់យើងក៏បាននិយាយទៅកាន់ព្រឹត្តិការណ៍ដ៏អស្ចារ្យថាតើមានរឿងអ្វីកើតឡើងទៅព្រឹត្តិការណ៍ដ៏អស្ចារ្យហើយបន្តមកមិនដឹងថាសាយរឿងនឹងទៅជាយ៉ាងណាទៀតផងនោះវាក៏បានកាត់បញ្ចប់តែត្រឹមនឹងសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ Admin សូមអ្នកទាំងអស់គ្នាកុំភ្លេច Sub ឲ្យ Admin ផងណា